ខ្លាំង បាទខ្ញុំចង់បន្ថែមបងបន្តិចទៀតថាចាប់ត្រឹមហ្នឹងឯងប៉ុន្តែខ្ញុំចង់មានបរិយាទៀតដោយសារតែបងប្អូនយើងមួយចំនួនគាត់អត់ទាន់យល់ច្បាស់ពី process នៃការដំឡើងពេលខ្លះគាត់យល់ច្រឡំថាហ្គាសទឹកហ្នឹងគឺតម្លើងដូចហ្គាសដោយហ្គាសដូចបងដឹងស្រាប់ហើយគឺយើងត្រូវការរើប្រព័ន្ធច្រើនមែនតើ បាទ ហើយអាចដាក់ធុំហ្គាសឲ្យធំអញ្ចឹងទៅនៅខាងក្រោយឡានអញ្ចឹងទៅប៉ុន្តែខ្ញុំចង់ឲ្យបងបញ្យល់ទៅកាន់បងប្អូនបន្ថែមពាក់ព័ន្ធជាមួយនឹងការដំឡើងតើវាពិបាកហើយវាស្រួលយ៉ាងម៉េចហើយគេដាក់មិនរបៀបម៉េចអញ្ចឹងទៅបងបាទ សម្រាប់ការតម្លើងហ្គាសទឹកវិញគឺមានភាពងាយស្រួលខ្ញុំនិយាយពីឥឡូវបើយើងនិយាយពីការប្រើប្រាស់ផលិតផលមួយគឺសុវត្ថិភាពជាចម្បងសិនបាទវាអត់មានបង្កការគ្រោះថ្នាក់ឆាបឆេះដូច LPG មិនមែនថា LPG ប្រើមិនកើតទេប៉ុន្តែបើនិយាយពីសុវត្ថិភាពហ្គាសទឹកគឺល្អជាងបាទនិយាយពីគុណភាពក៏ល្អហើយការតម្លើងវិញគឺលឿនមែនតើរយៈពេលប្រហែលជា30ទៅ60នាទីគឺអាចតម្លើងហើយចំពោះប្រព័ន្ធដំណើរការមិនមែនតម្រូវឲ្យយើងបញ្ចូលហ្គាសឬក៏អីទេគឺគេមានឧបករណ៍ហ្នឹងដាក់ស្តុកទឹកចូលវាបំលែងជាប្រព័ន្ធអ៊ីដ្រូសែនតាមប្រព័ន្ធស៊ីវីអគ្គិសនីចូលទៅក្នុងម៉ាស៊ីនបានដោយស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងមានថាមិនបាច់រើប្រព័ន្ធអីច្រើនទេអត់ចាំបាច់រើប្រព័ន្ធដើមទេបាទអញ្ចឹងមានថាមិនបាច់ដាក់ធុងហ្គាសដាក់អីក្នុងឡានទេអត់ទេបាទ